ចឹងតើតើងជាមួយនឹងឆ្នាំជូតនេះគឺពិបាករកមនុស្សទុកចិត្តណាស់ពិបាកហ្នឹងគឺពិបាកខ្លាំងមែនតើសូម្បីតែមានសង្សារឬក៏ប្រពន្ធហ្នឹងក៏ពិបាកនឹងរកមនុស្សទុកចិត្តដែរគឺពិបាកខ្លាំងណាស់ហ្នឹងហើយជួនកាលទៅសឹងតាលើលោកនឹងទុកចិត្តតែខ្លួនឯងនឹងសំបីតែបងប្អូននោះវាជ្រៀតជ្រែកតាំងពីរឿងនឹងទ្រព្យសម្បត្តិតាំងពីរឿងនេះរឿងនោះនឹងយកបងប្អូនមកធ្វើការជាមួយក៏ពិបាកនឹងជួយអ្នកនេះក៏ពិបាកជួយអ្នកនោះក៏ពិបាកហ្នឹងហើយតែមនុស្សឆ្នាំជូតមិនត្រូវឲ្យគេដឹងចំណុចខ្សោយខ្លួនឯងខ្លាំងពេកទេហើយការសម្ងាត់ខ្លះមនុស្សឆ្នាំជូតពិបាកនឹងលាក់អត់កំបាំងណាគឺច្រើនតែនិយាយផុងផាំងហ្នឹងហើយហៅថាក្តៅស៊ីរាក់តិចស៊ីជ្រៅមនុស្សឆ្នាំជូតនេះគេថាក្តៅស៊ីរាក់អញ្ចឹងគឺគ្រាន់តែនិយាយហ្នឹងហើយប្រផុងប្រផាំងដូចតែខឹងអាឆាវយើងនិយាយឲ្យតែអស់ពីទ្រូងពីពោះហ្នឹងហើយបើស្រឡាញ់អាណាស្រឡាញ់អស់ពីពោះនិយាយផុងហ្នឹងហើយតែអត់សូវមានចតុលទប់ជើងក្រោយទេហ្នឹងហើយច្រើនតែទៅប្រើហ្នឹងហើយមនុស្សប្រុសឆ្នាំជូតឬក៏មនុស្សប្រុសស្រីណាកើតឆ្នាំជូតហ្នឹងគឺច្រើនតែហ្នឹងហើយប្រផុងប្រផាំងអញ្ចឹងនិយាយហ្នឹងហើយប៉ុន្តែបើសិនតែចង់ដាក់ចិត្តទៅជួយអ្នកណាហក់ជួយផុងហ្នឹងហើយជួយលឿនណាហ្នឹងហើយប៉ុន្តែច្រើនតែគេរមើលគុណឬក៏គេដឹងគុណតែដបងមកឈុលហ្នឹងហើយការជួយគេហ្នឹងច្រើនតែលើកគុណឲ្យគេនឹងដឹងគុណតែគេដឹងតែមកទឹងដបងហ្នឹងវាថាពេលគេមានទុកមានអាសន្នហ្នឹងគឺជួយគេភ្លាមហ្នឹងគេដឹងដល់ក្រោយមកទៀតគេភ្លេចបាត់ហើយហ្នឹងហើយមិនសូវបានការតបស្នងសងគុណពីអ្នកដទៃអីទេហ្នឹងមនុស្សប្រុសឆ្នាំជូតមនុស្សស្រីឆ្នាំជូតគឺអញ្ចឹងថាពេលខ្លះទៅក៏លំបាករឿងលុយកាក់ក៏ប៉ុន្តែក៏មានសំណាងក្នុងរឿងលុយកាក់ដែរមនុស្សប្រុសស្រីណាកើតឆ្នាំជូតនឹងច្រើនតែពឹងទៅលើកម្លាំងបុណ្យជួយហ្នឹងហើយគឺបើប្រឹងខ្លាំងលុយវាមិនសូវកើតមកប្រហែលទេតែបើសិនជាប្រឹងមកឬក៏ពេលដែលកម្លាំងបុណ្យហុចផលឲ្យគឺថាទ្រព្យសំណាងលុយកាក់អីទ្រព្យសម្បត្តិអីហ្នឹងបាច់ប្រឹងខ្លាំងគឺថាកើតឡើងឯងអញ្ចឹងតែហ្មងនឹងអញ្ចឹងកន្លែងហ្នឹងហើយជាសឡោកមនុស្សប្រុសស្រីណាកើតឆ្នាំជូតហ្នឹងពេលខ្លះនឿយពិបាកចិត្តក៏មិនដឹងថាទៅនិយាយប្រាប់អ្នកណានឹងចង់រកទីប្រឹក្សាចង់រកអ្នកដែលតែយើងប្រាប់ទៅហ្នឹងត្រង់ជាមួយយើងជួយលាក់អត់កំបាំងយើងជួយពិភាក្សាយើងពេលណាយើងពិបាកខ្លាំងយើងពិបាកចិត្តខ្លាំងឬក៏យើងជួបឧបសគ្គធំទុក្ខភ័យហ្នឹងឬក៏ពេលខ្លះទៅហ្នឹងមនុស្សដែលជាទីស្រឡាញ់ខ្លះហ្នឹងហើយគាត់មិនយល់ចិត្តគាត់ជឿទៅតាមអ្នកដតីចាក់រុកឆ្កៀលឬក៏គូក្រងណាគាត់មិនយល់ចិត្តហ្នឹងហើយគាត់ពេលខ្លះទៅមនុស្សប្រុសស្រីណាកើតឆ្នាំជូតហ្នឹងតែស្រឡាញ់គឺស្រឡាញ់អស់ពីពោះហើយហ្នឹងហើយមិនដែលគិតថាមានថ្ងៃបែកទេហ្នឹងហើយគិតថាគេនឹងស្រឡាញ់ខ្លួនវិញក៏ប៉ុន្តែច្រើនតែគូក្រងនឹងចិត្តរេរាហ្នឹងហើយច្រើនតែចិត្តរេរាទៅតាមក្រុមគ្រួសារគេឬក៏គេគិតខុសខ្លួនគេហ្នឹងហើយគេនៅចិត្តយើងដូចថាមនុស្សណាព្រោះមនុស្សប្រុសស្រីណាកើតឆ្នាំជូតនឹងគឺមានចំណុចខ្លាំងច្រើនណាស់នឹងជាមនុស្សដែលក្លាហានដែលខ្លាំងប្រកែដែលធ្វើអ្វីម៉ត់ចត់នឹងហើយដែលមានចំហការគិតលើខ្លួនឯងនឹងខ្លាំងណាស់មិនងាយជឿអ្នកដទៃទេនឹងហើយគោលចំហគឺឈរលើជើងទាំងពីររបស់ខ្លួនឯងនឹងហើយចូលចិត្តរាប់អានមនុស្សមិនរើសមុខចូលចិត្តជួយយកអាសាអ្នកដតីចេះឈឺឆ្អាលចេះគិតប្រយោជន៍រួមជាធំចេះចង់ជួយមនុស្សទលំទលាយមានទស្សនវិស័យនឹងក៏វែងឆ្ងាយមានគំនិតនឹងគឺជ្រៅជ្រះគិតម៉ត់ចត់ល្អិតល្អន់មានផែនការមានគោលដៅក្នុងជីវិតនឹងគិតចង់ធ្វើអ្វីទៅធ្វើឲ្យហើយចង់ឲ្យបានលឿនចង់ឲ្យហើយឆាប់ហ្នឹងហើយមនុស្សប្រុសស្រីកើតឆ្នាំជូតគឺដំណើរលះហ្នឹងហើយទៀងត្រង់ប្រកាន់សច្ចៈក៏ប៉ុន្តែពេលខ្លះចូលចិត្តហ្នឹងហើយប្រភ្លេចប្រភ្លោចនឹងចលោឬក៏ពិសោធន៍ទៅលើមនុស្ស
ហ្នឹងហើយចឹងអ្នកខ្លះទៅក៏គេថាឆ្នាំជូតហ្នឹងលប៉លលពោចកុហកច្រើនឬក៏មានល្បិចកិច្ចកលពុតត្បុតអីចឹងទៅក៏ប៉ុន្តែធាតុពិតមិនមែនទេមនុស្សប្រុសស្រីណាដែលកើតឆ្នាំជូតហ្នឹងគឺទៀងត្រង់ហើយមានបញ្ញាឆ្លៀសវៃនិងរហ័សរហួនណាស់ក៏ប៉ុន្តែចូលចិត្តពិសោធន៍ទៅលើមនុស្សជុំវិញខ្លួនមិនថាមិត្តភ័ក្តិអ្នកធ្វើការជាមួយគ្នាសាច់ញាតិសាច់ឈាមបងប្អូនឬក៏នឹងឲ្យគូក្រងទេពីព្រោះមនុស្សឆ្នាំជូតនេះពិបាករកមនុស្សជាទីទុកចិត្តពិបាករកមនុស្សដែលជាទីខប់ចិត្តឬក៏ជាមនុស្សដែលគេហៅថាចិត្តមួយថ្លើមមួយឬក៏ទុកចិត្តបានដែលអាចធ្វើជាភ្នែកជាចំមុខជាតិចរបស់ខ្លួនជំនួសខ្លួនគឺពិបាករកណាស់ដូច្នេះមនុស្សប្រុសស្រីកើតឆ្នាំជូតនេះចូលចិត្តពិសោធន៍ទៅលើអ្នកដទៃនឹងខ្លាំងណាស់បើអ្នកទាំងអស់នោះឆ្លងកាត់ការពិសោធន៍នឹងបានមានន័យថាអាចហែលឆ្លងការពិសោធន៍ចិត្តបានហើយមនុស្សប្រុសស្រីដែលកើតឆ្នាំជូតនឹងផ្ដល់នៅទំនុកចិត្តពេញលេញអ្នកនោះសឹងថាអាចคล้ายទៅជាមនុស្សផ្ទាល់មនុស្សចំណិតឬក៏អាចคล้ายទៅជាមនុស្សទី2របស់មនុស្សស្រីដែលកើតឆ្នាំជូតមនុស្សប្រុសស្រីដែលកើតឆ្នាំជូតគឺប្រាថ្នាចង់បានណាស់មនុស្សដែលទុកចិត្តមនុស្សដែលខ្លួនញាក់បានមានន័យថាអាចញាក់ឆ្វេងបានញាក់ស្ដាំបានអាចបជាបានដូចតេឡេអាចនឹងធ្វើកិច្ចការងារធំការងារបើកចំហការងារសម្ងាត់ការងារផ្លូវការមិនផ្លូវការគឺមនុស្សប្រុសស្រីដែលកើតឆ្នាំជូតនឹងគាត់ចង់បានណាស់មនុស្សគេហៅថាជាចំណិតឬក៏ជាជំនួយការឬក៏ជាណាមនុស្សសំខាន់ជាគូក្រងនៃជីវិតហ្នឹងហើយបើក្នុងផ្លូវបារមីហៅថាគូបារមីឬក៏ណាឬក៏ជាមនុស្សដែលគេហៅថាជាសេនាធិយោមួយជារចនាសម្ព័ន្ធមួយដែលនឹងឲ្យព្រះប្រទានមកឬក៏ដូចជាមនុស្សដែលសម្រាប់ឲ្យណាជ្រចាក់ចែងចាក់ជើងចែងជ្រងមនុស្សប្រុសស្រីកើតឆ្នាំជូតហ្នឹងហើយដោយផ្ទះមួយដែលត្រូវជ្រងដោយសសរជាច្រើនអញ្ចឹងមនុស្សប្រុសស្រីដែលកើតឆ្នាំជូតហ្នឹងគាត់ប្រាថ្នាចង់បានណាស់មនុស្សសម្រាប់ដែលជាសសរដូចថាហ្នឹងហើយផ្ទះមួយយើងឃើញស្រាប់ហើយណាមានសសរទ្រូងមានសសរអមសងខាងយ៉ាងម៉េចខ្លះហើយបើណាផ្ទះថ្មយើងឃើញហើយតើមានសសរប្រមាណញឹកឆ្មេដើម្បីអីដើម្បីទ្រប្លង់សេទ្រទម្ងន់នៅផ្ទះឬក៏អាគារហ្នឹងហើយអញ្ចឹងសសរមានសារៈសំខាន់ណាស់បើសសរហ្នឹងវាមិនមាំហ្នឹងហើយផ្ទះឬក៏អាគារហ្នឹងវាត្រូវអាចដួលអញ្ចឹងបានមនុស្សប្រុសស្រីដែលកើតឆ្នាំជូតហ្នឹងគាត់ចង់បានសសរដែលមាំសសរដែលមាំហ្នឹងគឺអីហ្នឹងហើយស៊ីអស់ប្រមាណហើយជួយអស់ប្រមាណអត់ខ្វល់ហ្នឹងហើយឲ្យតែសំខាន់សសរហ្នឹងញាក់បានស្ដាប់តាមហើយកុំរេតាមខ្យល់ឬក៏កុំជឿអ្នកដទៃកុំយកគំនិតបងប្អូនក្រុមគ្រួសារជាធំហ្នឹងហើយពិសេសហ្នឹងហើយគូក្រងណាមនុស្សដែលជាប្តីជាប្រពន្ធក្តីជាគូសង្សារក្តីគូស្នេហ៍ក្តីហ្នឹងហើយគឺថាធម្មតាទេតែយកគ្នាជាគូក្រងវាប្រៀបដូចជាណាមនុស្សដែលជិះទូកតែមួយហើយមនុស្សជិះទូកតែមួយយើងពិចារណាមើលបើជិះទូកមួយពីរនាក់ទៅស្ដាប់អីអ្នកដទៃហ្នឹងហើយឬក៏អ្នកដទៃធម្មតាទេកាលណាមានបានអីពេចកើតគេចំណាយអញ្ចឹងគេចាក់រុកគេចាក់រុកថាអញ្ចេះថាអញ្ចោះហើយគេមិនដែរនិយាយល្អទេគេនិយាយតែពីរឿងមិនល្អហ្នឹងហើយបើសិនជាហ្នឹងហើយអ្នកដែលមានគូក្រងមនុស្សឆ្នាំជូតហ្នឹងហើយអញ្ចឹងគូក្រងរបស់គាត់ហ្នឹងបើទៅស្ដាប់អ្នកដទៃគឺខុសខ្លួនហើយហ្នឹងហើយមានន័យថាចោលគ្រាប់ពេជ្រយកដុំថ្មហើយអាហ្នឹងទី1ទី2នឹងយកគំនិតខ្លួនឯងហ្នឹងហើយយកគំនិតគិតខុសរបស់ខ្លួនឯងនេះហ្នឹងហើយមកទម្លាក់កំហុសទៅលើមនុស្សប្រុសស្រីដែលកើតឆ្នាំជូតនេះហ្នឹងហើយអញ្ចឹងបើសិនជាគូក្រងរបស់គាត់ហ្នឹងมันមានចំហទេយកគំនិតអ្នកដទៃយកគំនិតដែលទូចរបស់ខ្លួនឯងយកទៅគិតឬក៏ធ្វើមានន័យថាវាធ្វើឲ្យខុសគម្រោងផែនការហ្នឹងហើយនៃការដឹកនាំរបស់មនុស្សប្រុសស្រីដែលកើតឆ្នាំជូតនិងគ្រួសារឬក៏គូស្នេហ៍ហ្នឹងវាត្រូវហ្នឹងហើយប្រេះឆាប្រេះរកម្មរកោសឬក៏ព្រាត់មករយៈហើយជួបហើយព្រាត់ហើយជួបរញ៉េរញ៉ៃអាញ៉េអាញ៉ៃអាសាច់លុយក៏វាបែកអាការងារដែលត្រូវទៅមុខក៏ទៅយឺតឬក៏ហ្នឹងហើយទម្លាក់ផែនការចោលអញ្ចឹងវាត្រូវបរាជ័យ
តែយ៉ាងណាបរាជ័យគឺបរាជ័យអ្នកដែលរត់ចោលជួលទេហ្នឹងហើយមនុស្សប្រុសស្រីណាដែលកើតឆ្នាំជួលមិនងាយចោះចាញ់ទេទូលំបាកយ៉ាងណាចេះតែប្រឹងប្រវេសប្រវាស់ទៅមុខទៀតហ្នឹងហើយទ្រាំទាំងលំបាកទ្រាំទាំងនឿយទាំងព្រួយចិត្តទាំងលំបាករែកពុនការលំបាកគ្រប់បែបយ៉ាងមិនដឹងទៅហៅអ្នកណាមកជួយទេហ្នឹងហើយពេលខ្លះសំបីតែមនុស្សនៅក្បែរខ្លួនក៏មិនអាចយល់ពីទុក្ខលំបាកពីការរែកពុនពីហ្នឹងហើយអ្វីដែលមនុស្សប្រុសស្រីដែលកើតឆ្នាំជូតហ្នឹងកំពុងតែឈឺក្បាលហាងៀតកំពុងតែដេកមិនលក់កំពុងតែគិតចំបែងចិត្តកំពុងតែប្រឹងណាប្រឹងមើលផ្លូវទៅមុខផងប្រឹងទប់នៅអ្វីដែលកំពុងលំបាករាល់ថ្ងៃនេះផងហ្នឹងហើយមួយទៀតមនុស្សប្រុសស្រីដែលកើតឆ្នាំជូតគាត់ច្រើនតែដែនដងលើរឿងអនុស្សាវរីយ៍អនុសាចាស់អនុស្សាវរីយ៍ចាស់គាត់មិនងាយបំភ្លេចបានទេហ្នឹងហើយអញ្ចឹងឲ្យគាត់ភ្លេចពីមនុស្សដែលជាទីស្រឡាញ់របស់គាត់ទោះបីជាគាត់នឹងឲ្យបែកបាក់គ្នាអស់ជាច្រើនឆ្នាំច្រើនគូមកហើយក៏គាត់នៅតែសំណោះសោកសង្រេងឬក៏គាត់នឹកឃើញនៅអនុស្សាវរីយ៍យ៉ាងអន្លង់អន្លូចហើយពេលខ្លះនឹងឲ្យគាត់នៅខាងក្រៅគាត់ធ្វើដូចរឹងមាំអញ្ចឹងក៏ប៉ុន្តែពេលខ្លះគាត់ទៅលួចសងំពួនយំនៅក្រៅនឹងតែឯងហេតុអីព្រោះអីគាត់មិនងាយដាច់ចិត្តទៅលើមនុស្សដែលជាទីស្រឡាញ់របស់គាត់ទេទោះបីជាគាត់បែកគ្នាយូរឆ្នាំក៏ហើយក៏ដោយចឹងមនុស្សប្រុសស្រីណាដែលកើតឆ្នាំជូតនឹងគឺគាត់មានការដក់ជាប់នៅគេថាអន្លង់អនុស្សាវរីយ៍នឹងកប់ជ្រៅណាស់ហើយលងលោចណាស់ហ្នឹងហើយទោះបីតែថាឆ្លងកាត់នឹងទៅយូរឆ្នាំក៏ដោយហ្នឹងហើយយូរខែយូរឆ្នាំក៏ដោយនៅតែនឹកឃើញអញ្ចឹងហ្នឹងហើយគួរឲ្យសរសើរត្រង់ថាមនុស្សប្រុសស្រីដែលកើតឆ្នាំជូតនឹងមិនសូវគិតទៅលើកំហុសគេប្រមាណនេះហ្នឹងហើយគឺបែងចែកច្បាស់ថា4-5ចំណុចនេះជាចំណុចល្អរបស់គូក្រងរបស់គាត់ឬក៏ជាបុគ្គលិកជាកូនចៅរបស់គាត់ហ្នឹងហើយមាន2-3ចំណុចនេះដែលមិនល្អហើយគាត់បានប្រាប់ទៀតទៅប្រាប់ទៅលើមនុស្សនឹងទៀតថាណែតែប្រមាណចំណុចនេះចំណុចខ្លាំងល្អហើយណាល្អប្រពៃតែវាមានអាចចំណុចមិនល្អនោះវាមានប៉ុណ្ណេះឲ្យកែក៏ប៉ុន្តែច្រើនពិបាកបដៅទៅលើគេណាហ្នឹងហើយពីព្រោះមនុស្សប្រុសស្រីដែលកើតឆ្នាំជូតនេះគឺពងទេវតាប្រុសធាតុទឹកណាក៏ប៉ុន្តែនៅពេលដែលខឹងឆាវគឺច្រើនតែយកក្តៅយកទៅដឹកនាំដូច្នេះបើសិនជាមនុស្សប្រុសស្រីកើតឆ្នាំជូតយើងដឹងកន្លែងហ្នឹងណាការដឹកនាំដើម្បីឲ្យបានជោគជ័យគឺយើងត្រូវប្រើធាតុត្រជាក់ធម៌ត្រជាក់ក៏ប៉ុន្តែវាដូចសឡោកអញ្ចឹងពិបាកកិច្ចហ្នឹងហើយគឺពិបាកកិច្ចមែនហ្នឹងហើយគឺមនុស្សប្រុសស្រីដែលកើតឆ្នាំជូតនឹងចង់កិច្ចក៏ពិបាកកិច្ចដែរមិនដឹងថាទៅកិច្ចច្រកណាហ្នឹងហើយអញ្ចឹងការលងលោចខ្លោចផ្សាសោកសង្រេងទៅលើរឿងអតីតកាលនេះក៏វាមិនជាបច្ច័យល្អប្រមាណដែរវានាំតែខាតពេលខូចផ្លូវចិត្តផ្លូវអារម្មណ៍ទេហ្នឹងហើយធ្វើគុណច្រើនមិនបានគុណច្រើនតែជួបមនុស្សរមើលគុណហ្នឹងហើយសូម្បីតែមនុស្សដែលជាទីស្រឡាញ់ដែលនៅក្បែរក្លៀកពេលខ្លះក៏មិនប្រកាសថានេះដែរបើនិយាយទៅក៏មិនប្រកាសថាយល់ចិត្តយើងដែរហើយមនុស្សប្រុសស្រីដែលកើតឆ្នាំជូតនឹងច្រើនតែអភ័ព្វគូច្រើនជួបគូកម្មនឹងវាច្រើនទាំងរួមជួបគូព្រេងនោះហ្នឹងហើយច្រើនមានគូច្រើនហ្នឹងហើយជីវិតច្រើនផ្សងព្រេងហ្នឹងហើយពីតូចនៅរឿងឈឺច្រើនបន្តិចហ្នឹងហើយច្រើនលាកផ្លូវដង្ហើមហឺតហ្នឹងហើយឬដងបាតនឹងឈឺធ្មេញលាក់ហើយមនុស្សប្រុសស្រីដែលកើតឆ្នាំជូតនឹងពីតូចនឹងយើងពិបាកចិញ្ចឹមបន្តិចហ្នឹងហើយច្រើនអ្នកខ្លះទៅច្រើនតែហ្នឹងហើយជាកូនកំព្រាហ្នឹងហើយច្រើនតែមេដាចែកឋានទៅមុនហ្នឹងហើយហើយអ្នកខ្លះទៅក៏អសត់អធិតចឹងទៅហ្នឹងក៏ហ្នឹងហើយមានអ្នកទំនប់បំរុងហ្នឹងហើយជាឪពុកម្ដាយចិញ្ចឹមអីចឹងទៅហ្នឹងហើយអ្នកខ្លះទៀតទៅក៏ទៅនៅជាមួយសាច់ញាតិបងប្អូនតែយ៉ាងណាច្រើនតែអាយុ13-14ឆ្នាំនេះច្រើនតែផ្សងព្រេងចាក់ចោលទីលំនៅទីឋានហ្នឹងហើយច្រើនតែជាប្រើជីវិតផ្សងព្រេងនឿយលំបាកច្រើនហ្នឹងហើយតតអាយុ20ជាងអីបាននៅបាន30ជាងអីចឹងទៅបើយើងធូរបន្តិចហ្នឹងហើយ
ក៏ប៉ុន្តែនៅក្នុង3 4 5ឆ្នាំណា5ឆ្នាំម្ដងមានគ្រោះធំមួយត្រូវឲ្យប្រយ័ត្នហ្នឹងហើយមនុស្សប្រុសស្រីណាកើតឆ្នាំជូតត្រូវប្រយ័ត្ននៅអាយុណា20 25 30 35 40 45 50 55 60 65 70 75 80 85 90 95 100និយាយរួមទៅគឺកតុយ0កតុយ5ត្រូវឲ្យប្រយ័ត្នណាគឺជាឆ្នាំគ្រោះរបស់មនុស្សប្រុសស្រីដែលកើតឆ្នាំជូត